Hello សួស្តីអ្នកគ្នាលើសលេងខ្ញុំយ៉ាឌីនដងទីរៃហើយនេះគឺជាហានលីភាគទី153ជាដំបូងខ្ញុំក៏ពិតជាសូមអធិស្ឋានដល់អ្នកគ្នាខ្លាំងមែនតើក៏ដោយសារតែភាគទី148ដល់52នេះខ្ញុំគឺបានធ្វើឲ្យបាត់ MP3 វាបាត់ហើយអញ្ចឹងហើយចំពោះគ្នាយើងណាដែលចង់មើលអត់បាត់សាច់រឿងនោះទេអ្នកគ្នាអាចចូលក្រុម VIP បានដែលនៅក្នុងហ្នឹងគឺមាន MP4 គឺមានគ្រប់ភាគតែម្ដងក៏ប៉ុន្តែចំពោះគ្នាយើងដែលគាត់អត់ប្រកាន់នោះទេគាត់អាចមើលបានបើទោះបីជាបាត់ប្រហែលអ៊ីពីសូតហ្នឹងក៏ដោយក៏អាចមើលបន្តមួយខ្ញុំទៀតនៅលើ YouTube មួយនេះហើយចាប់ពីភាគទី153នេះឡើងទៅលើគឺខ្ញុំមាន MP3 វាទាំងអស់អញ្ចឹងហើយនៅលើ YouTube គឺអត់បាត់ភាគទៀតទេណាក្តាមនេះស្អីរឿងភាគទី153ហានលីក៏បាននិយាយផងដែរថានេះគឺជាសត្វពន្លឺពណ៌ស្វាយដែលសត្វនេះផងដែរគឺវាមានសមត្ថភាពផ្លាស់ប្ដូរទំហំក៏ដូចជារាងកាយរបស់ខ្លួនវាអញ្ចឹងគឺវាជាសត្វដែលល្អខ្លាំងមែនទែនក្នុងការធ្វើជាសត្វវិញ្ញាណរបស់បាក់ងាកមើលខាងក្រោមអត្តងល់ហ្វូបន្ទាប់ពីបានឃើញកញ្ញាសុងហើយគេក៏បាននិយាយថាតាំងពីបាយគ្នានៅទីក្រុងហ្វឹងរីគេក៏ពិតជានឹកនាងខ្លាំងណាស់តែសុងយូក៏អត់ស៊ីម៉ងច្រើននោះទេបានឆ្លើយតបទៅវិញថាបើចូលជាមកជុំគ្នាអស់ហើយអញ្ចឹងក៏យើងចាប់ផ្ដើមហ្មងទៅហើយអ្នកទាំងពីរក៏បានអញ្ជើញសុងយូចូលទៅខាងក្នុងងាកមើលលើវេទិកាវិញអាកាចាហ្វូនឹងក៏បានសរសើរទៅកាន់សិស្សនីមួយៗផងដែរថាពិតជាសិស្សដែលមានទេពកោសល្យក៏ដូចជាឆ្នាំនៅតាមបកនីមួយៗហើយពីព្រោះថាបើសិនមិនឆ្នាំទេប្រកាសជាមិនអាចមកដល់ដំណាក់កាលនេះបានឡើយបន្ទាប់ពីលើគេនិយាយចឹងហើយលីងឡុងនាងក៏បានល្អផងដែរថាប៉ែនេះវាសម្ដែងធ្វើដូចមែនតែនអញ្ចឹងហើយហានលីក៏បានប្រាប់នាងថាឲ្យស្ងាត់សិនទៅស្ដាប់គេបញ្យល់ពីច្បាប់សិនអាកាចាហ្វូនឹងនៅតែបន្តនិយាយទៀតថាការបញ្យុទ្ធលើកមុនគ្រាន់តែជាការបញ្យុទ្ធធម្មតាប៉ុណ្ណោះប៉ុន្តែលើកនេះគឺពិតជាមិនធម្មតានោះទេដោយសារតែរៀបចំទៅដោយបកជំនាញរាប់រយដូច្នេះហើយហ្វូធានឈឹងគេនឹងបន្ថែមនូវច្បាប់មួយចំនួនដោយខ្លាចថាអ្នកទាំងអស់គ្នាពិបាកយល់ដូច្នេះគឺខ្ញុំសូមបើកវងកញ្ចក់ដើម្បីបញ្យល់ច្បាប់នៅក្នុងការប្រកួតនឹងហ្មងទៅតែការប្រកួតនេះផងដែរគឺដូចជាការលេងបាល់ទាត់អញ្ចឹងគឺតម្រូវឲ្យយកបាល់មួយនេះបោះចូលទៅក្នុងទម្រង់របស់ដៃគូប្រកួតតែអញ្ចឹងគឺបានន័យថាបើសិនជាសិស្សមួយណាអាចបោះបាល់នឹងចូលទៅក្នុងទម្រង់របស់ដៃគូប្រកួតឬមួយក៏បោះចូលទៅក្នុងហ្គោលរបស់ដៃគូប្រកួតរបស់គេហ្នឹងពួកគេនឹងក្លាយទៅជាអ្នកឈ្នះក៏ប៉ុន្តែចំពោះតម្រាមគឺនៅតែមានទី1គឺហាមធ្វើឲ្យដៃគូប្រកួតខ្លួនឯងនឹងគឺមានរបួសធ្ងន់ពេកហើយទី2គឺហាមបំផ្លាញកន្លែងនេះចោលមិនអញ្ចឹងទេគឺពួកគេនឹងធ្លាក់អូតូហើយលឿនអញ្ចឹងទៅបាយហើយទីក៏បាននិយាយផងដែរថាបាក់ជំនាញរយនេះក៏ពិតជាហ៊ានចំណាយមែនតែកាចាហ្វូនេះគឺអត់ខ្វល់នោះទេនៅតែរៀបរាប់អំពីរង្វាន់ដែលសិស្សអាចទទួលបានដែលទី1គឺជាថ្នាំក្របនេះមានឈ្មោះថាថ្នាំពង្រឹងវិញ្ញាណហើយរៀបចំទៅដោយអ្នកកម្រិតខ្ពស់នៃបកទាំង3ក៏ប៉ុន្តែថ្នាំក្របនេះគឺសម្រាប់តែអ្នកជាប់ជ័យលាភីប៉ុណ្ណោះចំពោះអ្នកជាប់ថប់ទាំង10គឺនៅតែអាចជ្រើសរើសវត្ថុបុរាណកម្រិតខ្ពស់បានមិនត្រឹមតែប៉ុណ្ណឹងទេគឺក៏អាចចូលរួមធ្វើដំណើរទៅកាន់ដើមឈើផ្នែកវិញ្ញាណថែមទៀតផងបន្ទាប់ពីបានលើការណែនាំអញ្ចឹងហើយហានលីក៏បានលើកសរសើរផងដែរថាវាគឺពិតជាល្អខ្លាំងណាស់ហើយហានលីក៏នៅតែបន្តគិតទៀតថាគេគឺនឹងយកឈ្នះដោយមិនឲ្យលេចធ្លោពេកនោះទេចំណាយកាចាហ្វូវិញនៅតែបន្តប្រកាសទៀតថាការប្រកួតរវាងបកទាំង3ចាប់ផ្ដើមជាផ្លូវការបន្ទាប់ពីការប្រកួតត្រូវបានចាប់ផ្ដើមលីងឡុងក៏បានសរសើរទៅកាន់ហានលីផងថាចំពោះការប្រកួតបែបនេះគឺពិតជាងាយស្រួលមែនតើឲ្យហានលីលាក់សមត្ថភាពហើយការប្រកួតជុំទី1ក៏បានចាប់ផ្ដើមផងដែរគឺរវាងបកដាវរ៉ាននិងបកសិបកដែលបកដាវរ៉ាននឹងក៏មានឈ្មោះថាមេឃឌីដដែលគេមានកម្រិតទី2ចំណែកសិស្សខាងបកសិបកវិញក៏មានឈ្មោះថាស៊ីលីហ្វឹងហើយការប្រកួតគឺពិតជាបានចាប់ផ្ដើមបន្ទាប់ពីការដោះដូរគ្នាអស់ជាច្រើនក្បាច់យើងឃើញថាមេងឌីគឺជាអ្នកឈ្នះហើយមេងឌីនេះគឺឈ្មោះលយអ្នកគ្នាបកប្រែជាភាសាខ្មែរមានន័យថាអធិរាជមេងបន្ទាប់ពីបានឃើញហើយអបសុនហួរក៏បាននិយាយផងដែរថារូបកាយដៅវិញ្ញាណទាំង4ខ្ញុំគឺពិតជាចង់សាកមែនតែនលឿនអញ្ចឹងមូពេលលីងក៏បានសួរផងដែរថាហេតុអីពេលហ្នឹងមិនចូលបាក់ដាវបុរាណតែអបសុនរបស់យើងក៏បានឆ្លើយតបទៅវិញថាយ៉ាងកុំលេងសាច់អីខ្ញុំគឺមិនចូលចិត្តវិធីសាស្ត្របតកូលអភិជននោះទេបន្ទាប់ពីដោះដូរធ្វើមាត់គ្នាចៅក្រមក៏បានប្រកាសផងដែរការប្រកួតបន្ទាប់គឺជាហានលីប៉ះគ្នាជាមួយនឹងយ៉ាវហ្វឹងនៃបាក់ដាវបុរាណគ្រប់គ្នាកាលណាបើលឿនអញ្ចឹងក៏ពិតជាបានសាយតែស្អីគេអាកម្រិតទី1ប៉ះជាមួយកម្រិតទី2តែវាមិនធំពេកទេមែនតែហានលីគឺអត់ខ្វល់នោះទេនៅតែធ្វើដំណើរទៅប្រកួតហើយស៊ុនហួរគេក៏បានបារម្ភផងដែរប្រាប់ថានេះអាប្អូនហានដែលគូប្រកួតបងឯងគឺជាកម្រិតទី2និយាយទៅគឺស៊ុនហួរនឹងបារម្ភទៅកាន់ហានលីប្រាប់ថាហានលីនឹងឲ្យប្រយ័ត្នផងហើយត្រឡប់មកវិញដោយរស់រានមានជីវិតអីចឹងទៅបន្ទាប់ពីហានលីឡើងមកដល់ទីលានប្រកួតហើយគ្រប់គ្នាក៏ពិតជាមានការញាប់អាខ្លាំងមែនតែនឆ្ងល់ថាហានលីបើជាហ៊ានទប់ទល់ជាមួយនឹងអ្នកកម្រិតទី2តែពួកគេនៅតែសរសើរអញ្ចឹងថាអ្នកដែលអាចឡើងដល់កម្រិតមួយនេះបានក៏ពិតជាសិស្សឆ្នើមហើយដូច្នេះការប្រកួតនេះពិតជាមិនធម្មតានោះទេងាកមើលអ្នកទាំង3នេះវិញអាកាចាហ្វូគេក៏បានសួរធ្វើជាឆ្ងល់ផងដែរថាអ្នកកម្រិតទី1នឹងអាចឆ្លងផុតដោយរបៀបណាទៅនិយាយទៅគេសួររបៀបថាឆ្ងល់ឌឺអញ្ចឹងតែសុងយូនឹងក៏បានឆ្លើយតបទៅវិញថានៅពេលដែលជើរើសគឺគេមានដំណាក់កាលទី10ប៉ុណ្ណោះប៉ុន្តែឥឡូវគឺមានដំណាក់កាលទី11ប្រហែលជាគេទៅតែបំបីកម្រិតថ្មីហើយបន្ទាប់ពីសុងយូនិយាយអញ្ចឹងហើយអប៉ែហើយស៊ីក៏បាននិយាយផងដែរថាមើលទៅវាពិតជាគួរចាប់អារម្មណ៍ដែលធ្វើឲ្យអាកាចាហ្វូនឹងក៏ពិតជាខ្មាស់អៀនងាកមកមើលការប្រកួតវិញអប៉ែយ៉ាហ្វឹងក៏បាននិយាយទៅកាន់ហានលីផងដែរថាឲ្យហានលីនឹងគឺចោះចាញ់ទៅគេមិនចង់ធ្វើបាបអ្នកសិស្សកម្រិតទី1ទេពីព្រោះថាវាគឺគ្មានកិត្តិយសនោះឡើយតែហានលីក៏បានតបទៅវិញទេបានត្រឹមតែគិតក្នុងចិត្តថាអីទេខ្ញុំនឹងព្យាយាមធ្វើឲ្យអញមើលទៅថ្លៃថ្នូរជាងមុន
បន្ទាប់ពីដោះដូរគ្នាអស់ជាច្រើនក្បាច់អបិយហ្វឹងក៏បាននិយាយផងដែរតែហានលីគឺមកពីតកូលអភិជនមួយណាហេតុអីក៏លេងដៃធ្ងន់ដាក់គេម៉េចតែហានលីបើយើងគឺអត់ខ្វល់នោះទេបានហោះទៅយកបាល់ហើយគប់វាចូលទៅក្នុងទម្រង់របស់យ៉ាវហ្វឹងបើទោះបីជាដឹងថាខ្លួនឯងចាញ់ក៏ដោយអបិយយ៉ាវហ្វឹងក៏អត់សុខចិត្តនោះទេបានប្តឹងទៅកាន់មេអាប៊ីតថាហានលីគឺបានបំផ្លាញនាទីលានប្រយុទ្ធហើយដូច្នេះត្រូវតែឲ្យគេចាញ់ដោយស្វែងប្រវត្តិបន្ទាប់ពីលឺអញ្ចឹងហើយចៅក្រមអ្នកហ្នឹងក៏មិនទាន់កាត់តែក្តីភ្លាមៗនោះដែរបានត្រឹមតែពិនិត្យមើលសិនបន្ទាប់ពីពិនិត្យមើលហើយឃើញថាទីលានដូចជាមិនខូចខាតអីនោះទេដូច្នេះហានលីគឺជាអ្នកឈ្នះងាកមកកាន់ខាងនេះវិញបញ្ហាស៊ីគេក៏បាននិយាយផងដែរថាបើទោះបីជាមានល្បិចកលបន្តិចតួចក៏ដោយក៏ប៉ុន្តែគេគឺអាចគ្រប់គ្រងយន្តជាច្រើនក្នុងពេលតែមួយមិនត្រឹមតែប៉ុណ្្នឹងទេគឺអាចគ្រប់គ្រងថាអំពើបំផ្លាញរបស់វាទៀតផងដូច្នេះមើលទៅគេក៏បានខិតខំប្រឹងប្រែងផងដែរលឺអញ្ចឹងអាកាចាហ្វូក៏បាននិយាយថាគាត់គ្រាន់តែជាកម្រិតទី1ប៉ុណ្ណោះដូច្នេះគឺមិនអាចបង្កើតដុំភ្លើងធំៗអញ្ចឹងបាននោះទេតែសុងយូនេះក៏បានឆ្លើយតបទៅវិញថាគ្រាន់តែមើលអ្នកជាប់ថប់ទាំង10នៅចុងបញ្ចប់ទៅបានហើយនិយាយទៅសុងយូក៏ចង់មានន័យថាគ្រាន់តែមើលទៅបានហើយមិនបាច់សង្ស័យអីច្រើនពេកនោះទេអូខេអ្នកគ្នាដោយសារតែសាច់រឿងគឺដូចជាលេងនិយាយដូច្នេះគឺខ្ញុំសូមចាស់អ្នកគ្នាមើលមកទៅដឹងថាហានលីមូផៃលីងស៊ុនហួរក៏ដូចជាទូតុងនឹងគឺស្ទើរតែជាអ្នកឈ្នះហើយនៅក្នុងការប្រកួតហ្នឹងសាច់រឿងកាន់មកដល់ប្រហែលថ្ងៃក្រោយនៃការប្រកួតវិញជាងឃើញថាអ្នកទាំងអស់គ្នាកំពុងតែធ្វើដំណើរនៅកន្លែងមួយអាកាចាហ្វូនឹងគេក៏បាននិយាយផងដែរថាការប្រកួតតាមការពីលើកមុនអ្នកទាំងពីរគឺជាម្ចាស់ជើងឯកមើលទៅយើងដូចជាបានត្រឡប់ទៅសមរភូមិចាស់ហើយចំណែកបញ្ហាទីគេក៏បាននិយាយផងដែរថាការនោះគឺគេបានយកជើងឯកអបដាវរ៉ានរហូតដល់ជាង100ឆ្នាំមកនេះគេនៅតែជើងឯកដដែលហើយគេក៏ធ្វើការអរគុណទៅកាន់អ្នកទាំងពីរផងដែរថាគេគឺពិតជាមានកិត្តិយសខ្លាំងណាស់ឃើញគេអួតខ្លួនអញ្ចឹងហានលីក៏អត់ខ្វល់នោះទេបានត្រឹមតែពិនិត្យមើលមជ្ឈដ្ឋានជុំវិញខ្លួនតែអត់តបញ្ចប់ត្រឹមនឹងទេអាក្មេងអួតបាយវានៅតែនិយាយទៀតថាគួរស្ដាយមែនទែនដោយសារតែឆ្នាំបរិងវិញ្ញាណនេះគឺមិនសូវមានអត្ថប្រយោជន៍សម្រាប់រូបកាយដាវវិញ្ញាណទាំង9នោះទេលឺអញ្ចឹងកាចាហ្វូក៏បាននិយាយតែសម្លាញ់ឯងមានចំណាប់អារម្មណ៍ចង់ដូរអត់ចុះខ្ញុំសរុបរួមមកទៅគឺពួកគេនិយាយគ្នាបែបលេងសើចអញ្ចឹងណាហើយក៏បានសរសើរទៅកាន់ប៉ាពកធ្លាក់ផងដែរថាពិតជាធ្វើបានល្អពិសេសគឺជាហានលីហើយនឹងទូតុងពួកគេមានកម្រិតទី1នោះទេប៉ុន្តែសមត្ថភាពពិតជាមិនធម្មតានោះឡើយហើយលីងឡុងនេះក៏បាននិយាយផងដែរថារូបកាយដាវវិញ្ញាណទាំង9នឹងស្អីគេទៅបើសិនជាហានលីមិនបធូរដែរនោះទេច្បាស់ជាស្លាប់មិនខានឡើយសូមបញ្ជាក់បន្តិចដើម្បីកុំឲ្យមានការយល់ច្រឡំគឺអបិមិញឌីដែលហៅថារូបកាយដាវវិញ្ញាណទាំង9នឹងគឺជាអ្នកទទួលបានជ័យលាភីហើយបន្ទាប់មកគឺក្រុមរបស់ហានលីនឹងឯងកាត់មកក្នុងសាច់រឿងវិញបន្ទាប់ពីលឺលីឡុងនិយាយអញ្ចឹងហានលីក៏បានឆ្លើយតបទៅវិញផងដែរថាខ្ញុំគឺមិនមែនជាបិសាចចាស់សាច់ឈាមនោះទេតែយ៉ាងណាក៏ដោយកន្លែងនេះគឺពិតជាអស្ចារ្យខ្លាំងណាស់គឺជាកន្លែងទ្រព្យសម្បត្តិដែលប៉ះទាំង3គឺលាក់ជុំគ្នាហើយតែហានលីក៏បានឆ្ងល់ផងដែរថាមានអ្នកកម្រិតទី3ប្រមាណអ្នកទៅដែលលាក់ខ្លួននៅទីកន្លែងនេះខណៈដែលកំពុងគិតសងសឹកកញ្ញាហ្វូក៏បាននិយាយផងដែរតែឲ្យអ្នកទាំងអស់គ្នានឹងគឺត្រៀមខ្លួនទៅពួកគេគឺនឹងធ្វើការបើកក្បួនដើម្បីចូលទៅខាងក្នុងបន្ទាប់ពីក្បួនត្រូវបានបើកហានលីក៏បានលើកសរសើរផងដែរថាក្បួននេះក៏ពិតជាអស្ចារ្យខ្លាំងណាស់អាចលាក់បាំងចំហាយដើមឈើដ៏ខ្ពស់បែបនេះបើសិនជាមានឱកាសខ្លួនគេហានលីនឹងសិក្សាពីវាដោយយកចិត្តទុកដាក់បន្ទាប់ពីឃើញដើមឈើយ៉ាងធំចឹងហើយលីងឡុងនេះក៏មានការញាប់អាផងដែរនិយាយថាដើមឈើនេះយ៉ាងហើយក៏មានអាយុរាប់ម៉ឺនឆ្នាំដែរប៉ុន្តែវាអាចថែរក្សាម្ដងពេលឥឡូវហើយជាវាមិនត្រូវបានបំផ្លាញក្នុងពេលសង្គ្រាមកាលពីលើកមុននោះទេលឿនចឹងហានលីក៏បានសួរផងដែរថាមានអ្វីមែនហើយលីងឡុងនេះក៏បានឆ្លើយតបថានាងដូចជាបានចាំរឿងអ្វីមួយប៉ុន្តែឥឡូវនេះគឺនាងឈឺក្បាលខ្លាំងណាស់មិនចាំយូរនោះទេកាចាហ្វូក៏បានធ្វើដំណើរចូលទៅកាន់ខាងក្នុងហើយគ្រប់គ្នាឃើញចឹងក៏បានធ្វើដំណើរទៅតាមទីនេះគឺស្ថិតនៅក្នុងដើមឈើអណ្ដូងវិញ្ញាណហើយខ្ញុំសូមអធិស្ឋានផងដោយសារតែលើកមុនគឺខ្ញុំបកប្រែថាដើមឈើភ្នែកវិញ្ញាណចាប់អារម្មណ៍នឹងពីសម្ដីរបស់ហានលីវិញគេក៏បាននិយាយផងដែរថាទីនេះគឺពិតជាស័ក្តិសមជាអាណាចក្រដែលបង្កើតឡើងទៅដល់ញាវុខៈកម្រិតខ្ពស់នៃបាក់ទាំង3ពិតមែនវិញ្ញាណត្រូវបានបំបីចេញហើយមិនអាចស៊ើបអង្កេតបាននោះទេដើមមកដល់ខាងមុខយើងឃើញថាមានក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងអុកតែតាមពិតទៅគឺមិនមែនជាអុកទេឈ្មោះពិតប្រាកដរបស់វាមានឈ្មោះថាវើយឈីបន្ទាប់ពីឃើញអាកូននឹងហើយហានលីយើងក៏ពិតជាមានកម្មញាប់អាមែនតើដោយសារតែនេះគឺជាញាវុខៈកម្រិតទី4អាកាចាហ្វូនៅអតកលប៉ៃក៏បានសួរផងដែរថាលពូឡានហេតុអីបានជាលពូមកទីកន្លែងនេះអញ្ចឹងតែលពូឡាននឹងបានធ្វើសញ្ញាប្រាប់ថាឲ្យស្ងាត់ឯងមិនឃើញយើងជិតដល់ចំណុចសំខាន់ទេមែនហើយនៅស្គាល់បន្តិចអាកូនមួយនេះជាទូទៅគឺគេហៅថាកុមារនាគភ្លើងហើយមានកម្រិតទី4ដំណាក់កាលដំបូងហើយគេក៏ជាព្រឹទ្ធាចារ្យនៃបកដាវបុរាណដូចគ្នាបន្ទាប់ពីការដោះដូររវាងភាពវៃឆ្លាតគ្នាយើងឃើញថាលពូឡានគេក៏បានឈ្នះហើយវៃឈីគេក៏បានសរសើរផងដែរថាជំនាញលេងអុករបស់លពូឡាននេះក៏ពិតជាអស្ចារ្យខ្លាំងណាស់គេក៏ពិតជាទទួលស្គាល់ចាញ់ហើយតែលពូឡាននេះក៏បានសួរទៅវិញថាបងអូនឈីមិនមែនឯងធ្វើចាញ់យើងដោយចេតនាណាទេបើសិនជាឯងចាញ់យើងដោយចេតនាយើងគឺមិនសប្បាយចិត្តនោះទេហើយវៃឈីគេក៏បានតបទៅវិញថាខ្ញុំមិនដឹងហ៊ានកុហកលបងឯងទៅដែលជាហេតុធ្វើឲ្យលពូឡាននេះគឺសប្បាយចិត្តខ្លាំងមែនតើលើកសរសើរខ្លួនឯងថាវាជាអុករបស់ខ្លួនឯងនេះគឺនៅតែលើគេដដែលបន្ទាប់ពីនិយាយគ្នាជាមួយនឹងក្តារអុកចោលលពូឡានក៏បានប្រាប់វាផងដែរថាឥឡូវនេះក៏ទុកម្លាយសិនទៅយើងដោះស្រាយបញ្ហានៅចំពោះមុខសិនបន្ទាប់ពីគាត់បាយមុខមកហើយយើងឃើញថាធម៌ពលរបស់គាត់គឺពិតជាខ្លាំងមែនទែនដែលជាហេតុធ្វើឲ្យអ្នកគ្រប់គ្នាក៏ពិតជាពិបាកទប់លំនឹងហើយគាត់នៅតែបន្តស៊ូទៀតថាបងអូនបាយតែឯងចូលនៅក្នុងបកនេះយូរប៉ុណ្ណាហើយចំណែកបាយអាស៊ីគេក៏បានឆ្លើយទៅថាខ្ញុំគឺចូលបកនេះអស់រយៈពេលជាង100ឆ្នាំហើយបន្ទាប់ពីធ្វើការគុនគូរួចហើយគេក៏បាននិយាយផងដែរថាជាង100ឆ្នាំឯងនេះពិតជាស៊ូទ្រាំបានយូរមែនឃើញស្ថានភាពដូចជាមិនស្រួលបាយអាស៊ីគេក៏បានស៊ូផងដែរតែលពូឡាននឹងមានន័យថាម៉េចបន្ទាប់ពីលើសំណួរអញ្ចឹងលពូឡានក៏បានស៊ូទៅវិញផងដែរតែអញ្ចឹងគឺយើងមានន័យថាម៉េចទៅឯងគឺជាសិស្សផ្ទាល់របស់ម្ចាស់វិមានហៅរ៉ាននៃសម្ព័ន្ធសិទ្ធិរដ្ឋប៉ុន្តែឯងបែរជាស្នាក់នៅក្នុងបកនេះយូរដល់ម្លឹងតែឯងមិនដែលគិតទេឬថានឹងត្រឡប់ទៅរកគ្រូរបស់ឯងវិញ
បន្ទាប់ពីលឺអញ្ចឹងកាចាស់ហ្វូគេក៏បាននិយាយផងដែរថានេះគឺជាការពិតមែនទេសម្លាញ់បៃហើយគេនៅតែបន្តនិយាយទៀតថាសម្លាញ់បៃបើសិនជាអញត្រឡប់ទៅវិញនៅពេលនេះគឺវាមិនទាន់ហួសពេលនោះទេដូច្នេះកុំធ្វើអីឆោតល្ងងអីបន្ទាប់ពីបានស្ដាប់ការណែនាំរបស់កាចាស់ហ្វូហើយគេក៏បាននិយាយផងដែរថាខ្ញុំគឺមិននឹកស្មាននោះទេថ្ងៃនេះមកដល់ឯងនឹងបរៀនខ្ញុំតទៅសោះបន្ទាប់ពីតកូលបៃត្រូវបានកម្ចាត់ហានលីក៏បានពិនិត្យមើលស្ថានភាពឃើញថានេះគឺជាមជ្ឈុលហោះប៉ុន្តែវាគឺមិនមែននោះទេទៅវិញវាគឺជាធម្មពលស័យដែលបញ្ចេញអំពីដាវនឹងឯងគឺជាវិជាដ៏ពងពោះមួយនៅក្នុងផ្លូវនៃការវឹកហាត់ដាវបន្ទាប់ពីកម្ចាត់អតកូលបៃរួចហើយគេក៏បាននិយាយផងដែរថាវិជាថៃបៃផ្លាស់ប្ដូរជារបស់បកយើងគឺមិនប្រើវាសម្រាប់ទប់ទល់នឹងមនុស្សក្នុងបកនោះទេឃើញចឹងគ្រប់គ្នាក៏ពិតជាមានការតក់សុតខ្លាំងមែនទែនជាពិសេសគឺជាអាកាចាស់ហ្វូភ័យដល់កោឲ្យគ្នាហើយលោកពូឡាននឹងនៅតែបន្តនិយាយទៀតថាអ្នកណាម្នាក់ក៏បានដែរនាំវាយកទៅដាក់គុកនេះទៅបន្ទាប់ពីវិភាសាគ្នាហើយយើងនឹងធ្វើការដាក់ទោសទៅលើវាក្រោយពីគេនាំខ្លួនបញ្ហាស៊ីទៅបាត់ហានលីវិញក៏មានការស្ងើចសរសើរចំពោះអ្នកកម្រិតទី4ផងដែរថាអាចវឹកហាត់ដាវដល់ដំណាក់កាលនេះពិតជាមិនធម្មតានោះទេចំណែកលោកពូឡានវិញក៏មិនចង់បាច់បោឲ្យទៀតដែរបានប្រាប់គ្រប់គ្នាថាល្អហើយចង់ធ្វើអីក៏ធ្វើតាមចិត្តទៅយើងគឺបន្តលេងអុកទៀតហើយ